សូមបន្តហើយបើសិនជានឹងគ្រូមានជាសំណួរដែលសេសសល់ពីព្រឹកបាទយើងអាចបន្តពិភាក្សានៅរសៀលនេះបាទដោយសារព្រឹកមិញយើងលឿនបន្តិចបាទខ្ញុំជឿជាក់ជុំវិញ45នាទីជុំវិញ50នាទីបាទដោយសារយើងលើសម៉ោងជុំវិញ8នាទីហើយប្រហែលជាមិនគ្រប់ទេតែបើសិនលោកគ្រូមានជាសំណួរបាទអាចអញ្ជើញលើកមកពិភាក្សានៅទីនេះបានមានជាសំណួរអីចង់បញ្ជាក់បន្ថែមទេលោកគ្រូស្ងាត់អត់មានទេលោកគ្រូលោកគ្រូខ្ញុំមានសំណួរមួយលោកគ្រូបាទអញ្ជើញលោកគ្រូតកតងជាមួយនឹងគម្រោងប្រតិបត្តិហ្នឹងប្រធានបទទាំងអស់4ហ្នឹងក្នុងមួយក្រុមយើងជ្រើសរើសយកមួយណាក៏បានឬក៏ធ្វើទាំងអស់លោកគ្រូសម្រាប់ការជ្រើសរើសលោកគ្រូអាស្រ័យទៅលើបុគ្គលិកឬក៏សហការីនៅក្នុងការិយាល័យមួយហ្នឹងគាត់ជ្រើសរើសអញ្ចឹងណាគ្រូបាទទៀតអ្នកគ្រូនឹងផ្ដល់ទម្រង់នៃការកំណត់តម្រូវការឬក៏កំណត់ទៅលើអ្វីដែលគាត់ចង់អភិវឌ្ឍបន្ថែមគ្រូបាទអញ្ចឹងជូនទៅយើងមានទម្រង់ហ្នឹងជាមួយខ្ញុំបង្ហាញទម្រង់ជូនអ្នកគ្រូតែម្ដងបាទហើយបាទចាំទីនេះខ្ញុំនឹង share screenបាទលោកគ្រូឃើញ screen ខ្ញុំ share ណាបាទអញ្ចឹងនេះជាឧបសម្ព័ន្ធទី2ដែលយើងនឹងធ្វើការចែកជូនទៅពួកគាត់ពេលហ្នឹងលោកគ្រូអាចនឹង print វាឬក៏ copy វាចេញមកបាទហើយចែកជូនទៅពួកគាត់ទៅបាទជាបុគ្គលិកឬក៏ជាសហការីហ្នឹងបាទគាត់បំពេញមានឈ្មោះមានតួនាទីអីគាត់ហៅហែមកមានការបច្ឆេទទេមកបាទអញ្ចឹងឲ្យគាត់រង្វាយតម្លៃមកទៅលើប្រធានបទនេះអញ្ចឹងណាគ្រូបាទអញ្ចឹងយើងមើលប្រធានបទមកបាទឲ្យគាត់មើលហើយគិតថាគាត់ចាប់អារម្មណ៍ទៅលើចំណុចណាដែលគាត់ចង់រៀនសូត្របន្ថែមអញ្ចឹងបើគាត់គិតចាប់អារម្មណ៍ទៅលើភាពចំណេះនោះគាត់អាចគូសធីកលើក្នុងនឹងអញ្ចឹងណាអញ្ចឹងមួយក្នុងចំណោម4នេះគាត់អាចជ្រើសរើសយក2ជាអាទិភាពសម្រាប់គាត់បាទហើយក្នុងនេះមានសំណួរសួរបញ្ជាក់ថាតើអ្វីជាតម្រូវការចាំបាច់ឬបញ្ហាដែលអ្នកចង់ដោះស្រាយសម្រាប់ប្រធានបទដែលអ្នកបានជ្រើសរើសបាទអញ្ចឹងគាត់អាចបញ្ជាក់បន្ថែមមកបាទជារៀងការដែលគាត់គ្រាន់តែធីកហើយមានចំណាប់អារម្មណ៍អញ្ចឹងណាគ្រូបាទហើយមានសំណួរបន្តទៀតបាទអ្វីដែលគាត់ត្រូវឆ្លើយនេះបាទហើយសំណួរដែលសំខាន់គឺតើបញ្ហានេះតកតងនឹងការងារប្រចាំថ្ងៃរបស់អ្នកយ៉ាងដូចម្ដេចសូមបញ្យល់បាទនេះជាមូលដ្ឋាននៃការកំណត់ហ្នឹងអញ្ចឹងត្រឡប់មកវិញឆ្លើយតបទៅនឹងសំណួររបស់អ្នកគ្រូអញ្ចឹងប្រធានបទដែលយើងជ្រើសរើសនេះយើងគណៈពេលនេះយើងអាចកំណត់បានថាតើមួយក្នុងចំណោម4មួយណាច្រើនជាងរងចាំដល់លោកគ្រូជួបជាមួយនឹងពួកគាត់ហើយបាទបើកាន់តែថាបុគ្គលិកនឹងច្រើនគ្នាគាត់អាចនឹងរើសជំនាន់អ្នកខ្លះគាត់រើសយកភាពជាអ្នកដឹកនាំអ្នកខ្លះរើសយកជំនាញប្រស័យតាក់ទងអ្នកខ្លះរើសយកសមភាពយន្តនៅបរិបទសង្គមអញ្ចឹងណាគ្រូអញ្ចឹងក្នុងហ្នឹងបានយើងដឹងថាប្រហែលអ្នកគាត់យកប្រហែលហើយបានយើងដឹងថាប្រធានបទណាខ្លះដែលយើងត្រូវធ្វើអញ្ចឹងតើតើនឹងគម្រោងប្រតិបត្តិ4សប្តាហ៍នេះប្រធានបទអាស្រ័យទៅលើការជ្រើសរើសរបស់បុគ្គលិកបាទឬក៏មន្ត្រីក្រមបង្គាប់របស់លោកគ្រូហ្នឹងបាទដែលគាត់នឹងចូលរួមហ្នឹងអញ្ចឹងណាគ្រូបាទសង្ឃឹមតែឆ្លើយសំណួរអ្នកគ្រូបានណាគ្រូទទួលបានលោកគ្រូប៉ុន្តែខ្ញុំចង់ថែមមួយសំណួរទៀតតកតងជាមួយនឹងឧទាហរណ៍ថានៅក្នុងការិយាល័យខ្ញុំហ្នឹងសហការីគាត់អាចរើសស្មើគ្នាអញ្ចឹងប្រធានបទហ្នឹងគេមិនកំណត់ឲ្យយកមួយទេវាអាច2អីយកមកធ្វើជាគម្រោងប្រតិបត្តិឬក៏ដាច់ខាតត្រូវតែយកតែមួយឬក៏មិនលោកគ្រូបើគាត់រើសយកស្មើគ្នាយើងបើបានថាម្នាក់គាត់អាចរើសបាន2ប្រធានបទហ្នឹងគ្រូហ្នឹងហើយ
Chẳng mà con rơi bàn tập pi thì một thôi tới này cũng tại bởi cái này ta con rơi thằng bốn và thì nóบอกlà miền Tram nè nhưng mà tí hóa này cũng miền mà nè con rơi vô phim nè nom pi nè rơi vô chùm niên chùm nè tụm nô mà nè vô xong phim gender hay năng cà phê xa này nô mà tí họ nó nhưng thôi từng Tram mà tại ri rồi bài tamบอกlà mình chẳng thấy chẳng cái này cũng chẳng dương cầm nọt mà nè rơi bàn tí bàn tay của dương mình cầm nọt thành nè thời tự vô pi nè đi chẳng tam tam tầm rơi cả bọc con chẳng cái này cũng អរគុណលោកគ្រូ បាទអរគុណអ្នកគ្រូបាទអរគុណមានលោកគ្រូផ្សេងទៀតទេបាទ ជំរាបសួរលោកគ្រូ បាទជំរាបសួរអ្នកគ្រូអញ្ជើញបាទ លោកគ្រូខ្ញុំមានចម្ងល់ចង់សួរទៅលោកគ្រូដែរតាក់ទងនឹងការយើងធ្វើលំហាត់គម្រោងប្រតិបត្តិហ្នឹងលោកគ្រូតើនៅក្នុងការិយាល័យរបស់ខ្ញុំមាន2នាក់សម្រាប់ចូលរួមអញ្ចឹងតើពួកខ្ញុំធ្វើតែសំណួរហ្នឹងមិនតែម្នាក់ឬក៏ធ្វើទាំង2នាក់លោកគ្រូព្រោះសមាជិកនៅក្នុងការិយាល័យមានតែ5នាក់អញ្ចឹងលោកគ្រូ បាទអ្នកគ្រូ5នាក់ហ្នឹងគាត់មានសមាជិកចូលអញ្ជើញចូលរួមក្នុងវគ្គនេះហើយឬក៏បែបនេះអ្នកគ្រូក្នុងចំណោម5នាក់ ក្នុងទាំង5ហ្នឹងគឺខ្ញុំចូល2លោកគ្រូចូល2នៅក្នុងវគ្គ បាទ តើពួកខ្ញុំទាំង2នាក់ធ្វើទាំង2នាក់ឬក៏តំណាងម្នាក់សម្រាប់ការិយាល័យអញ្ចឹងលោកគ្រូ បើសិនជាអ្នកគ្រូអញ្ជើញចូលរួម2នាក់អញ្ចឹងអាចធ្វើទាំង2នាក់ទៅអ្នកគ្រូបាទដោយសារអាហ្នឹងវាជាការងារក្រុមដែលតម្រូវទៅបីជាណាលោកគ្រូត្រូវបកគោលកិច្ចការនឹងរួមគ្នាប៉ុន្តែត្រូវសហការគ្នាធ្វើដែរអញ្ចឹងបើអ្នកគ្រូមានបុគ្គលិក3នាក់ផ្សេងអ្នកអត់បានជើញចូលរួមអញ្ចឹងអាចចែកគ្នាអាចថាអ្នកគ្រូយក2នាក់ឬក៏យកម្នាក់ហើយលោកគ្រូឬក៏អ្នកគ្រូម្នាក់ទៀតយកម្នាក់ឬក៏2នាក់អញ្ចឹងណាបាទអាហ្នឹងក៏ជាផ្នែកមួយយើងអាចចូលរួមជួយនឹងបានដែរអញ្ចឹងណាគ្រូបាទអញ្ចឹង បាទសម្រាប់លោកគ្រូអ្នកគ្រូដែលអញ្ជើញចូលវគ្គនេះគឺត្រូវចូលរួមធ្វើទាំងអស់គ្នាបាទដើម្បីស្វែងយល់លើនឹងហើយទៅមុខទៀតទៅលោកគ្រូអ្នកគ្រូនឹងយកទាំងអស់ហ្នឹងយកទៅជួយគ្រប់គ្រងបុគ្គលិកបន្ថែមទៀតទៅថ្ងៃមុខទៅលោកគ្រូនឹងចូលរួមវគ្គបណ្ដុះបណ្ដាលអីផ្សេងតាក់ទងនឹងបច្ចេកវិទ្យាឬក៏តាក់ទងនឹងថ្នាលអភិវឌ្ឍសមត្ថភាពយើងនេះក៏លោកគ្រូអាចយកទៅធ្វើការផ្ដល់ការប្រឹក្សាណែនាំនឹងបន្ថែមដែរអញ្ចឹងលោកគ្រូបាទអរគុណអ្នកគ្រូអញ្ចឹងអានេះជាសំណួរបន្ថែមហើយខ្ញុំគិតថាខាងអ្នកគ្រូម៉ារីក៏បានបែងចែកឈ្មោះលោកគ្រូចូលក្រុមរួចហើយក្រុមហ្នឹងក៏យើងបែងចែកព្យាយាមដាក់លោកគ្រូនៅក្នុងការិយាល័យតាមការិយាល័យនឹងដែរឬក៏តាមបាទអាចថាជាការិយាល័យតាមទីឬក៏ការិយាល័យអប់រំស្រុកហ្នឹងអាចនឹងមានការប្រជុំគ្នាប៉ុន្តែអាចនឹងធ្វើការសហការគ្នាដោយសារក្នុងនេះយើងចង់បណ្ដុះវប្បធម៌នៃការផ្ដល់ប្រឹក្សាណែនាំនៅកន្លែងការងារអញ្ចឹងហើយបានលោកគ្រូត្រូវធ្វើការជាមួយនឹងបុគ្គលិកផ្ទាល់បាទវានឹងចំណេញបាទដូចខ្ញុំបានបង្ហាញម្សិលមិញតទៅនឹង70 20ព្រឹកមិញពី70 20 10អញ្ចឹងណាលោកគ្រូបាទអញ្ចឹងយើងអត់ត្រូវការអ្នកជំនាញខាងក្រៅមកច្រើនពេកទេប៉ុន្តែយើងអាចបើសិនលោកគ្រូធ្វើការជាមួយពួកគាត់ហើយដោយសារយើងជជែកច្រើនពាក់ព័ន្ធទៅនឹងសម្ភារ gender និងបរិយាបន្នសង្គមយើងបើថាគាត់អត់មានសមត្ថភាពគ្រប់គ្រាន់យើងអត់ទុកគាត់ចោលគឺយើងដាក់គាត់ទៅចូលក្នុងនឹងជារឿងមួយសំខាន់អញ្ចឹងយើងអត់ទុកនរណាម្នាក់ចោលទេបើគាត់ខ្វះសមត្ថភាពយើងបណ្ដុះបណ្ដាលឬក៏ផ្ដល់ការប្រឹក្សាណែនាំដើម្បីគាត់អាចមានលទ្ធភាពในការធ្វើការងារនឹងបានបាទអរគុណច្រើនអ្នកគ្រូសង្ឃឹមថាឆ្លើយសំណួរអ្នកគ្រូបានបាទលោកគ្រូមានអីបន្ថែមទៀតទេលោកគ្រូ Để anh miền đây để nó lúc gặp chân បាទខ្ញុំតែស្ងាត់បានតែយល់ហើយលោកគ្រូ con អរគុណលោកគ្រូបាទនិយាយលេងទេលោកគ្រូបើសិនជាមានអីអញ្ជើញលើកមកបាទតែស្ងាត់ខ្ញុំអត់ដឹងទេអញ្ចឹងណាតែក៏ណាដោយលោកគ្រូមានប្រសាសន៍ពីបែបថានៅចាំធ្វើសិនចាំសួរទៀតក៏បានដែរអញ្ចឹងណាហើយក្រុមការងារគាត់នឹងជួយគ្រប់គ្រងលោកគ្រូអ
កណ្ដាលខ្ញុំនឹងចូលទៅបង្ហាញកន្លែងនៃលោកគ្រូចូលរនៅលើថ្នាលយើងបន្តិចបាទអញ្ចឹងរដោយសារក្នុងសភៅសិក្ខាកាមយើងមានហើយប៉ុន្តែយើងបានរៀបចំតាក់ទងនឹងទម្រង់នៃការបំពេញនេះដើម្បីកុំឲ្យលោកគ្រូពិបាកកាត់ដាក់ក្របអីច្បុកច្បល់ច្រើនបាទយើងក៏បានរៀបចំនៅលើថ្នាលបាទបានដាក់ចូលនៅលើ file លើឯកសារនឹងហើយបាទខ្ញុំនឹងបាទលោកគ្រូឃើញលើនេះហើយណាបាទឃើញថ្នាលដែលខ្ញុំបានចែកបាន share ទៅទេលោកគ្រូឃើញបង ឃើញលោកគ្រូឃើញ លោកគ្រូឃើញ បាទអរគុណ ឃើញបង បាទចឹងលោកគ្រូអញ្ជើញចូលមកដល់នៅក្នុងបាទក្នុងនេះដូចជាយើងបាន remove ទៅលើ restriction អស់ច្រើនហើយចឹងនៅពេលលោកគ្រូអញ្ជើញចូលមកឃើញគម្រោងប្រតិបត្តិនេះចឹងលោកគ្រូនឹងបាទចូលមកចុចនៅលើរបាយការណ៍គម្រោងប្រតិបត្តិនេះបាទលោកគ្រូនឹងឃើញនេះគម្រោងប្រតិបត្តិ template នេះប៉ុន្តែជាគំរូណាចឹងលោកគ្រូអាចចុច download មកបាទខ្ញុំមាន slow តិច internet ខ្ញុំបាទវានឹង load មកវា load អក្សរដូរ font ហើយលោកគ្រូចឹងវានឹងដូរហើយលោកគ្រូ save កន្លែងណាអាចនេះវាចឹងទៅបាទអាចដាក់ក្រុមរបស់លោកគ្រូចឹងទៅបាទក្រុមទី1ទី2ទី3ដល់ទី5ហ្នឹងទៅចឹងដោយសារខ្ញុំ download ហើយខ្ញុំអត់នេះទេចឹងយើងនឹងបើកមកលើ file នឹងដល់បាទនេះចឹងក្នុងនេះបានកាត់តម្រងនឹងជូនលោកគ្រូហើយអញ្ចឹងលោកគ្រូគ្រាន់តែបំពេញព័ត៌មានឬក៏អាច copy វាបន្ថែមមកបាទអញ្ចឹងនៅនេះយើងបានដាក់គំរូក្របអីចូលហោហើយចឹងអាចមានមន្ទីរឬក៏កាយឡាយអប់រំសុខអាចកែសម្រួលចឹងណាបាទហើយមានឈ្មោះហើយមានក្រុមអីចឹងក្រុមទី1ឈ្មោះលោកគ្រូឈ្មោះអីចឹងមកបាទហើយយើងមានលេខទំព័រនេះវានឹង load auto នៅពេលដែលលោកគ្រូចាប់ដើមទម្លាក់វាចុះក្រោមគ្រាន់តែចុច update នោះវានឹង load លេខទំព័រនឹងឲ្យ auto បន្តិចហើយអញ្ចឹងណាបាទអញ្ចឹងយើងមានការណែនាំពីគោលបំណងរបស់គម្រោងប្រតិបត្តិនឹងខ្លីៗបាទយើងមានបាទរក្សានៅដំណើរការដដែលកុំឲ្យភ្លេចបាទហើយចាប់ដើមចូលមកក្នុងឧបសម្ព័ន្ធបាទទី1ដាក់ដដែលចឹងមកបាទហើយបើសិនជានឹងគ្រូមានច្រើនគ្នាអាច copy វាដាក់ដដែលនឹងបន្ថែមមកដល់ឈ្មោះអ្នកណាអញ្ចឹងណាបាទឧបសម្ព័ន្ធទី2ដូចគ្នាបើសិនជាសិក្ខាកាមដែលអ្នកទទួលការប្រឹក្សាណែនាំប្រមាណអ្នកនឹងគ្រូអាច copy ទៅក្នុងហ្នឹងដាក់ចូលមកអាច typing ឡើងវិញណាគ្រូបាទអញ្ចឹងគាត់ឈ្មោះកហ្នឹងគាត់រើសជំនាញអីគាត់ដាក់គាត់ចឹងមកណាបាទអញ្ចឹងគាត់មានការ tick មានការអីហោហាយចឹងមកយើង typing បញ្ចូលមកបាទហើយមូលហេតុរបស់គាត់នឹងមានស្អីយើង typing ចូលមកតែពេលដែលយើងឲ្យគាត់សរសេរយើង copy print ចេញទៅនឹងឲ្យគាត់សរសេរលើទម្រង់ឧបសម្ព័ន្ធទី2នេះនឹងតែហើយនឹងយកមកបំពេញ typing បញ្ចូលហើយអ្វីដែល original របស់គាត់អាចដាក់នៅក្នុងឧបសម្ព័ន្ធនៃគម្រោងនឹងបានបាទចា៎នេះបានន័យថាយើងអាច copy បានថាអាច copy ក្នុងហ្នឹងបាទអាច copy ទាំងអស់ក៏បានឬ copy យកត្រឹមតារាងនេះក៏បានដែរបាទយកមកឲ្យមានដាក់ឈ្មោះអីលោកស្រីអីចឹងទៅបាទអាចបាទលោកស្រីកលោកស្រីខអីចឹងណាបាទអញ្ចឹងនៅពេលដែលលោកគ្រូបំពេញហើយយើងគាត់តែ copy ដាក់មកក្រោមមកមានបន្ថែមចឹងទៅបាទអញ្ចឹងពេលនេះទៅដល់លោកម្ដងយើង copy មកដាក់បន្ថែមមកបាទបន្តគ្នាចឹងមកបាទអញ្ចឹងនេះមួយហើយឧបសម្ព័ន្ធទី3ការកំណត់គោលដៅនេះបាទអានេះអាចធ្វើក្នុងទម្រង់នឹងមួយយើងអាចបាទក្នុងនេះមើលយើងមានដាក់ឈ្មោះណាបាទអញ្ចឹងឈ្មោះបាទម្នាក់មានអីខ្លះចឹងមកបាទអ្នក
អ្នកប្រឹក្សាណែនាំឈ្មោះលោកគ្រូទាំងអស់គ្នាយើងមកហើយអ្នកទទួលហ្នឹងឈ្មោះអីបាទទៅលើម្នាក់យើងមកហើយគាត់ជ្រើសរើសយកអីខ្លះយើងមកហើយកំណត់ជាមួយគាត់យើងមកបាទដូចគ្នាបើសិននេះយើងអាច copy ទម្លាក់មកបាទបន្ថែមទៀតមកបាទតាមម្នាក់អីទៅបាទអញ្ចឹងក្នុងនេះមានឧបសម្ព័ន្ធទាំងអស់បាន copy ជាទម្រង់ទទេដែលលោកគ្រូអាចយកមក typing បញ្ចូលបានណាបាទហើយក្នុងនេះយើងអាចមានឯកសារយោងបើសិនលោកគ្រូអាចថាមានជា TOR បានថាជាឯកសារដែលពាក់ព័ន្ធនឹងទូនទីភារកិច្ចរបស់មន្ត្រីដែលគាត់ចូលរួមវគ្គបណ្ដុះបណ្ដាលចូលរួមក្នុងគម្រោងប្រតិបត្តិនេះអាចដាក់បញ្ចូលមកជាឧបសម្ព័ន្ធឬក៏ជាឯកសារយោងបន្ថែមឬក៏ដាក់រូបថតបាទរូបថតដែលលោកបានជួបមួយគាត់អីអញ្ចឹងណាបាទហើយនឹងមួយទៀតពាក់ព័ន្ធទៅនឹងឧបសម្ព័ន្ធទី2ដែលលោកគ្រូឲ្យគាត់ទៅសេបំពេញដៃហ្នឹងបាទអាចភ្ជាប់មកបានអាច screenshot វាដាក់ខ្លីៗមកយើងអាចធ្វើបានអូខេខ្ញុំនឹងបង្ហាញពាក់ព័ន្ធនឹងឧទាហរណ៍មួយតែគាត់នេះពីជុំទី1វាអត់សូវស៊ីគ្នាទាំងស្រុងទេតែគាត់បានខាងភ្នំពេញគាត់បានធ្វើកាលពីវគ្គ1ខ្ញុំបង្ហាញតែគាត់កាលនេះយើងអត់បានកំណត់ក្របអីណានេះទេយើងធ្វើនោះបាទអញ្ចឹងគាត់ដាក់ពីហោហាយមកបាទខ្ញុំសូមបង្ហាញខ្លីៗទេបាទដោយសារតែពិតអត់បានស្នើសុំសិទ្ធគាត់នៃការចែកម្លែកផងទេបាទនេះក្របគាត់ design ខ្លួនគាត់ទេសម័យនោះបាទអញ្ចឹងមានអីហោហាយមកបាទឈ្មោះក្រុមគាត់បាទមានសេចក្តីណែនាំគម្រោងអីហោហាយបាទនេះជាការកំណត់របស់ក្រុមគាត់បាទឬក៏នេះគាត់បានទៅសេកំណត់អីហោហាយបាទឆ្លើយតបនឹងសំណួរហ្នឹងហើយបានមកជំហានទី2គាត់រៀបរាប់អីហោហាយហ្នឹងមកបាទនេះបានដល់ឧបសម្ព័ន្ធទី1នេះតែពិតគាត់មានឈ្មោះតែខ្ញុំដកឈ្មោះចេញបាទដើម្បីកុំបង្ហាញដោយសារយើងបាទការប្រឹក្សាណែនាំជាការរក្សាការសម្ងាត់ឬការរក្សាឯកជនភាពហ្នឹងអានេះតាមពិតធ្វើហើយត្រូវរក្សានៅក្នុង folder មួយដែលអត់អាចចែកលេខជាសាធារណៈបាននេះដោយសារជារឿងបុគ្គលឬនោះបាទអញ្ចឹងគាត់នេះមកនេះដូចឧទាហរណ៍គាត់ឃើញគាត់អញ្ចឹងមកថាសម្រាប់លោកគ្រូនេះគឺគាត់យកជ្រើសរើសជំនាញពីរគឺភាពចំណេះណែនាំនិងជំនាញទំនាក់ទំនងឬក៏ជំនាញប្រស័យតាក់ទងរបស់យើងឥឡូវនេះបាទកែសម្រួលបាទហើយគាត់មានរៀបរាប់ពីស្អីហោហាយរបស់គាត់មកគាត់ទៅសេត្រេមកនោះបាទហើយបើលោកគ្រូអាចដូរពណ៌អញ្ចឹងក៏បានដែរអញ្ចឹងគ្រូតែយើងក៏គាត់ស្រួលមើលដែរពេលដែលដាក់មកគាត់ងាយនឹងកែដែរអញ្ចឹងណាបាទអញ្ចឹងអីគាត់ដាក់អីហោហាយមកបាទអានេះរង្វេតម្លៃខ្លួនឯងសម្រាប់បាទបុគ្គលិកម្នាក់ទៀតហើយអញ្ចឹងគាត់មានឈ្មោះអីកញ្ញាអីចឹងមកបាទជាទូនទីជាអធិការមន្ត្រីអធិការអប់រំអញ្ចឹងទៅបាទអញ្ចឹងដូចគ្នាគាត់ដាក់អញ្ចឹងណាអញ្ចឹងឃើញមែនដល់ពេលអញ្ចឹងគាត់រើសយកភាពចំណេះណែនាំហើយនឹងសមភាព gender អញ្ចឹងអាចថាម្នាក់គាត់រើសយកមួយផ្សេងទៀតអញ្ចឹងណាបាទអញ្ចឹងផ្សេងគ្នាអញ្ចឹងគាត់រើសមកហើយទៅសេមូលហេតុដូចគ្នាអញ្ចឹងមកត្រេខ្លីៗអញ្ចឹងមកបាទដល់ទី3វិញមកបាទខ្ញុំសូមទៅបង្ហាញនឹងអត់នេះទេបាទទី4បាទទី5របស់គាត់ហើយបាទទី6បាទទី7ណាបាទអញ្ចឹងគាត់ធ្វើបាន7នាក់សម្រាប់ក្រុមទី1នេះបាទអញ្ចឹងបើលោកគ្រូមានសមាជិកក្រុម6នាក់ធ្វើតែម្នាក់ជួយតែម្នាក់ក៏បានដែរសម្រាប់គម្រោងនេះយើងអាចធ្វើបានដោយស្រួលហើយអញ្ចឹងណាបាទអត់ស្អីចាយពេលលោកគ្រូច្រើនទេអញ្ចឹងគាត់មកកំណត់វត្ថុម្ដងដូចគ្នាអញ្ចឹងគាត់ដាក់មកនេះជាសម្រាប់អ្នកទទួលការប្រឹក្សាណែនាំទី1គាត់ទៅសេហោហាយមកសង្ខេបអីដូចគ្នាណាបាទនឹងគាត់ទៅសេចាអ្វីគៀវគាត់ទៅសេចូលបាទឡើយណាអត់មានយើងអាចដាក់គ្មានក៏អីអញ្ចឹងទៅតែក៏តម្រងនេះមានការប្រែប្រួលបន្តិចមិនអត់ដូចគ្នាទាំងស្រុងទេនេះដោយសារយើងធ្វើនៅជុំទី1គឺតម្រងបែបហ្នឹងតែជុំទី2នេះមានការកែសម្រួលមួយចំនួនតែលំនាំតែមួយទេណាបាទអញ្ចឹងយើងកំណត់ឲ្យហោហាយមកតាមម្នាក់មកយើងកំណត់គោលដៅមួយគាត់
បាទខ្ញុំស្គាល់ផុតការកំណត់គោលដៅនេះបាទហើយយើងបាទហើយបានយើងចូលមកតម្រូវការសង្ខេបឬការសង្ខេបទៅលើតម្រូវការហ្នឹងអញ្ចឹងចង់និយាយថាតកតងនៅប្រធានបទទី1ហ្នឹងមានប្រមាណអ្នករើសដូចខ្ញុំបានបង្ហាញនៅក្នុងបកសម្ព័ន្ធនេះអញ្ចឹងមាន6អ្នករើសយកភាពណែនាំហើយក្នុងនោះមានស្ត្រីបាទ5អ្នកនៅក្នុងការងាររបស់គាត់ហ្នឹងហើយគាត់អាចលើកឡើងពីគោលបំណងឯផ្សេងៗអញ្ចឹងទៅបាទប៉ុន្តែគោលបំណងយើងជួយមើលដែរមិនថាតើគាត់ទៅសេហ្នឹងវាពិតជា smart ហើយឬនៅអញ្ចឹងណាបើអត់ smart យើងអាចជួយកែតម្រូវគាត់ឲ្យហួសហេតុទៅហើយសកម្មភាពប្រឹក្សាណែនាំដែលបានលើកឡើងអញ្ចឹងយើងអាចមើលតើមានអីខ្លះអញ្ចឹងការផ្ដល់ប្រឹក្សាណែនាំជាក្រុមបាទពេលសម្រាប់ចន្លោះម៉ោងការងារអញ្ចឹងទៅហ្នឹងគាត់បានធ្វើបាទប្រធានបទទី2មាន3រូបអញ្ចឹងទៅណាមានស្ត្រី2រូបបាទក្នុង3រូបមាន2រូបជាស្ត្រីបាទតប្រធានបទទី3បាទឬក៏ទី4របស់យើងហ្នឹងគឺការផ្ដល់ប្រឹក្សាណែនាំអញ្ចឹងមាន4រូប3អ្នកជាស្ត្រីណាបាទអញ្ចឹងក្នុងក្រុមនេះគឺគាត់មានទាំង4ប្រធានបទតែម្ដងអញ្ចឹងគាត់តែមានម្នាក់គាត់រើសយកសំភារៈនៅបរិយាបន្នសង្គមអញ្ចឹងទៅបាទអញ្ចឹងក្នុងតារាងនេះយើងសង្ខេបតែក្នុងបកសម្ព័ន្ធទី3នេះគឺសង្ខេបមកចេញតែមួយតារាងដែលអាចបង្ហាញថាមានប្រមាណអ្នករើសយកប្រធានបទហ្នឹងអញ្ចឹងណាបាទនឹងជាឧទាហរណ៍តែក្នុងឧទាហរណ៍ជាក់ស្ដែងគឺអាចមើលនៅក្នុងmanual របស់យើងបាទនៅក្នុងសៀវភៅណែនាំគឺបាទមានក្នុងហ្នឹងបាទហើយបានគាត់ធ្វើផែនការមកផែនការរបស់គាត់មានដាក់ថ្ងៃដែលអីមានឈ្មោះរបស់បាទអ្នកផ្ដល់ប្រឹក្សាណែនាំហ្នឹងហើយការបច្ឆេទរបស់គាត់ថ្ងៃណាទៅហើយគាត់រៀបចំបាទនេះគាត់យកចន្លោះម៉ោងការងារណាហូរហើយមានប្រមាណអ្នកសកម្មភាពត្រូវធ្វើអីដែលគាត់ត្រូវធ្វើហ្នឹងចឹងស្តីនឹងបកសម្ព័ន្ធខ្ញុំបង្ហាញមុនហ្នឹងទៀតបាទអញ្ចឹងគាត់បង្ហាញមកបាទមានសកម្មភាពទី1ទី2បាទសកម្មភាពទី3ពាក់ព័ន្ធនឹងការពិភាក្សានិងសួរសំណួរផ្សេងៗគាត់អាចធ្វើបានដែរបាទសកម្មភាពទី4ការប្រឹក្សាណែនាំ1ទល់នឹង1បាទនឹងគាត់ធ្វើនៅថ្ងៃណាគាត់កំណត់ថ្ងៃយើងទៅបើដាក់ថ្ងៃជាក់លាក់បានល្អអញ្ចឹងបាទហើយបានចូលមកក្នុងរបាយការណ៍បាទក្នុងរបាយការណ៍នេះគាត់បាទថាគាត់របាយការណ៍រយៈពេល3សប្តាហ៍យ៉ាងគាត់ធ្វើនឹងជុំវិញ3សប្តាហ៍ដោយសារសប្តាហ៍ទី1ជាសប្តាហ៍នៃការរៀបចំបាទអញ្ចឹងគាត់ធ្វើស្អីខ្លះនេះបាទមានអីហើយគាត់សង្ខេបចឹងមកណាបាទបាទហើយគាត់សញ្ញេនៅចុងក្រោយយើងមកបាទអញ្ចឹងក្នុងនេះជារបាយការណ៍គាត់សរសេរត្រេខ្លីៗបាទបាទក្នុងនេះយើងមិនកំណត់ទេ style របស់លោកអាចសរសេរត្រេបាទដោយនៅក្នុងសៀវភៅណែនាំក៏យើងមានការជាការណែនាំខ្លីៗក្នុងការសរសេរនឹងដែរអញ្ចឹងបាទអញ្ចឹងអាចសរសេរឆ្លើយតាមនឹងខ្លីៗបាទអាចបានជារបាយការណ៍រួមបាទហើយឆ្លើយហើយនេះជាឯកសារយោងដែលគាត់ដាក់មានកម្រងរូបភាពនៃការធ្វើការងារហ្នឹងអញ្ចឹងគាត់អាចមានប្រជុំមានអីហោហាយហ្នឹងមកបាទមានជួបអនឡាញមានអីពិភាក្សាគ្នាណាបាទនេះជួប1ទល់នឹង1ចែកឯកសារហោហាយទៅអញ្ចឹងយើងអាចរៀបរាប់មកបាទនេះឧបសម្ព័ន្ធទី2ដែលគាត់យកមក typing ហើយគាត់ភ្ជាប់ពីដោយសារពេលគាត់ដាក់ជូនហ្នឹងគឺដាក់ឲ្យគាត់ទៅសេដៃអញ្ចឹងណាគ្រូបាទខ្ញុំដកឈ្មោះចេញបានអូខេអញ្ចឹងយើងអាចដាក់ភ្ជាប់អញ្ចឹងបានអញ្ចឹងសរុបទាំងអស់ជុំវិញ50ទំព័រជាងទាំងឯកសារយោងបាទអញ្ចឹងខ្លីៗទេបើសិនគ្រូសហការគ្នាធ្វើម្នាក់បានម្នាក់អញ្ចឹងយើងអាចបានជុំវិញប៉ុណ្ណឹងអញ្ចឹងណាគ្រូអរគុណអញ្ចឹងនេះជារូបភាពដែលលោកគ្រូអាចយកទៅពិនិត្យមើលបន្ថែមហើយខ្ញុំគ្រាន់តែបង្ហាញទេមិនអាចចែកឯកសារនេះបានទេដោយសារឯកសារប្រឹក្សាណែនាំនេះវាជាឯកសារបាទឯកសារដែលត្រូវរក្សាការសម្ងាត់សម្រាប់បុគ្គលអញ្ចឹងណាគ្រូបាទចឹងនឹងជាផ្នែកមួយអរគុណលោកគ្រូមានជាសំណួរឬក៏មានអីចង់សួរបន្ថែមពាក់ព័ន្ធនឹងចំណុចនេះណាគ្រូបាទច្បាស់ឬក៏រត់តែមិនច្បាស់មិនអីទៅហ្នឹងលោកគ្រូតើធ្វើមិនដឹងថាឆ្ងល់ថ្ងៃណាបាទ
ចឹងតើធ្វើសិនបាទបើនៅតែមានឧបសគ្គអីខ្លះលោកគ្រូណាបាទ បាទ អត់អីទេខ្ញុំនឹងគួរអញ្ជើញយកទៅអនុវត្តសិនហើយមានបញ្ហាអីអាចអញ្ជើញតំណងតាមក្រុមតាមខេត្តហ្នឹងទៅthì គ្រូប្រទេសរបស់យើងក្រុមគ្រូប្រទេសនឹងអ្នកសម្របសម្រួលនឹងចូលរួមចែកម្លែកឬក៏ជួយចូលរួមគ្រប់គ្រងនឹងបន្ថែមអញ្ចឹងណាគ្រូបាទខ្ញុំគិតថាទៅសេរបាយការណ៍មិនពិបាកសម្រាប់លោកគ្រូទេអញ្ចឹងណាអរគុណអញ្ចឹងបើសិនជាអត់មានជាសំណួរបន្ថែមខ្ញុំគិតថាតើតើនឹងគម្រោងប្រតិបត្តិនេះដូចជាចប់ហើយ session នេះបាទអរគុណអញ្ចឹងយើងនឹងបន្តទៅ session ពេលរសៀលនេះគឺពាក់ព័ន្ធទៅនឹង